ជំរាបសួរក៏ដូចជាសួស្តីអ្នកគ្នាថ្ងៃនេះដែរខ្ញុំនឹងធ្វើការបង្ហាញពីការ install Windows Server 2022អញ្ចឹងជាដំបូងយើងត្រូវ install VMware Workstation ជាមុនសិនអញ្ចឹងដើម្បី install យើងចុចលើ file installer ហ្នឹងមកបន្ទាប់មកវានឹងលោតផ្ទាំងដើម្បីឲ្យយើង set up ហើយក្នុងនឹងដែរយើងគ្រាន់តែចុច next បន្ទាប់មកយើង accept license របស់វាហើយយើងចុច next ទៀតមកបន្ទាប់មកយើងចុច next ហើយយើងដកសញ្ញា tick ហ្នឹងឲ្យអស់ទៅយើងចុច next ទៀតហើយបើសិនយើងចង់ដាក់លើ desktop ឬក៏ដាក់លើ menu program folder អីយើងដាក់ទៅតែខ្ញុំអត់ទេអញ្ចឹងខ្ញុំដក tick យើងចុច next ហើយយើងចុច install បន្ទាប់ពី install ហើយយើងចុច finish មកអញ្ចឹង VMware យើង install បានជោគជ័យហើយឥឡូវនេះយើងចូលមកកាន់ VMware Workstation របស់យើងហើយយើងធ្វើការបង្កើត new virtual machine មួយបន្ទាប់មកយើងធ្វើការជ្រើសរើស configuration អញ្ចឹងយើងយក typical configuration បន្ទាប់មកយើងយក install operating system layer ហើយចុច next បន្ទាប់មកយើងចាប់ផ្ដើមជ្រើសរើស version ដែលយើងប្រើអញ្ចឹងយើងប្រើ Windows Server 2022យើងយក2022មកហើយយើងចុច next ទៀតអញ្ចឹងចូលមកដល់កន្លែងនេះគឺយើងដាក់ឈ្មោះ virtual machine របស់យើងអញ្ចឹងខ្ញុំដាក់ exec assignment server បន្ទាប់មកយើងចង់ដាក់ file នៅក្នុងណាសម្រាប់ខ្ញុំដាក់នៅក្នុង drive D អញ្ចឹងយើងចូលទៅកាន់ drive D ទៅហើយខ្ញុំបង្កើត folder ថ្មីនៅក្នុង drive D ហ្នឹងអញ្ចឹងយើងបង្កើត folder ហើយយើងចុច OK មកហើយយើងចុច next អញ្ចឹងយើង keep default hard disk របស់វា 60G ដែរដោយសារវាធំហើយយើងប្រើអត់ហើយយើងចុច store នៅក្នុង single file មកបន្ទាប់មកយើងចុច next ហើយយើង customize hardware អញ្ចឹងនៅក្នុងនឹងដែរយើងចង់ដាក់ memory ប៉ុន្មាន G សម្រាប់ខ្ញុំដាក់ត្រឹម 4G ទេបន្ទាប់មកមកដល់ថងនេះយើងអត់យក auto detect ទេគឺយើងឲ្យវាចូលទៅកាន់ ISO file របស់យើងបន្ទាប់មកយើង close ហើយយើងចុច finish អញ្ចឹងនេះវាបង្កើត virtual machine ឲ្យយើងបានហើយអញ្ចឹងបន្ទាប់មកយើងចុច power on មកបន្ទាប់មកយើងចុច OKអញ្ចឹងចូលមកដល់ក្នុងនេះយើងយក default អង់គ្លេសហ្នឹងមកហើយយើងចុច next ទៅហើយ install now អញ្ចឹងចូលមកដល់ក្នុងនេះគេឲ្យយើង operating system អញ្ចឹងយើងយក Windows Server 2022 standard evaluation តែយើងយក desktop ហើយយើង accept license ហ្នឹងមកយើងចុច next បន្ទាប់មកយើងយក custom install អញ្ចឹងបើនៅក្នុងនេះយើងចង់បែងចែកតារាយអីយើងអាចចុច new បានតែខ្ញុំអត់ទេអញ្ចឹងខ្ញុំចូលទៅ next ទៀតអញ្ចឹងនេះគឺវាកំពុងតែ install operating system របស់យើង
អញ្ចឹងចូលមកដល់ក្នុងនេះគឺយើងត្រូវដាក់ password របស់ administrator នៅពេលដែលយើងដាក់ password ហើយយើងចុច finish មកអញ្ចឹងដើម្បី log in យើងចុច control alt insert មកបន្ទាប់មកយើងវាយ password ដែលយើងបានដាក់មុនហ្នឹងyes អញ្ចឹងយើង log in ជោគជ័យហើយអញ្ចឹងបន្ទាប់មកយើងបិទម៉ាស៊ីនយើងវិញមកអញ្ចឹងការតម្លើង Windows Server 2022របស់យើងមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមដល់ចប់